រឿងរ៉ាវរន្ធត់តាក់ទងជាមួយនឹងអាផាតមិនមួយកន្លែងនៅឯប្រទេសថៃដែលនិស្សិតដែលគាត់បានជាប់អាហារូបករណ៍ទៅរៀនប្រទេសថៃហ្នឹងគឺគាត់បានជួបប្រទះហើយគាត់ក៏បានចែករំលែកមកខ្ញុំអ្នកដែលគាត់ចែករំលែកមកហ្នឹងទាំងអស់គ្នាគាត់គឺជាអ្នកដែលស្គាល់គ្នាជាមួយខ្ញុំគាត់មានឈ្មោះថារាជគាត់ថារឿងហ្នឹងវាកើតឡើងកាលពីប្រហែលឆ្នាំមុនពេលដែលគាត់នឹងចាប់ផ្ដើមទៅរៀននៅឯប្រទេសថៃដំបូងគាត់តែគាត់ដឹងថាខ្លួនឯងបានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសថៃគាត់នឹងក៏បាន search តាមអ៊ីនធឺណិតដើម្បីរកកន្លែងស្នាក់នៅដោយសារគាត់អត់ចង់ស្នាក់នៅក្នុងសាលាឬមួយក៏របៀបថាអត់ចង់ស្នាក់នៅដមរបស់សាលាអីទេគាត់ចង់ស្នាក់នៅជាប្រភេទ apartment ខ្លួនឯងអញ្ចឹងស្រួលជាងស្រួលចេញចូលស្រួលអីអញ្ចឹងទៅអញ្ចឹងគាត់ថាគាត់នឹងក៏បានរើសចូលទីតាំងដែលជិតនៅសាលាបំផុតងាយស្រួលឲ្យគាត់ទៅរៀនផងងាយស្រួលឲ្យគាត់នឹងមកផ្ទះមកអីវិញផងអញ្ចឹងណាចឹងក៏សិចបានឃើញអាគារអាផាតមិនមួយកន្លែងហ្នឹងដែលអាគារអាផាតមិនមួយកន្លែងហ្នឹងគឺវាជាអាគារធំហើយមានបន្ទប់ច្រើនខ្លាំងមែនតើដែលបន្ទប់អាផាតមិនទាំងអស់ហ្នឹងគឺមានគេស្នាក់នៅហើយក៏មាននិស្សិតខ្មែរយើងខ្លះដែលគេស្នាក់នៅបន្ទប់ហ្នឹងដែរតាមពិតទៅខ្ញុំពិតជាចង់ចែករំលែករូបភាពតាក់ទងនឹងអាផាតមិនហ្នឹងនៅក្នុងវីដេអូហ្នឹងមែនតើអ្នកទាំងអស់គ្នាបានឃើញព្រោះអីនៅពេលដែលខ្ញុំបានឃើញទស្សនវិជ្ជាអាផាតមិនហ្នឹងហើយខ្ញុំខ្លួនឯងក៏ព្រឺសបល់ដែរគាត់ខ្ញុំអាចចែករំលែកបានដោយសារតែមាននិស្សិតខ្មែរជាច្រើនក៏គាត់អាចនឹងកំពុងស្នាក់នៅអាគារមួយកន្លែងហ្នឹងដែរចឹងថានៅពេលដែលគាត់បានមើលទីតាំងហើយមើលតម្លៃមើលអីរួចហើយក៏ឃើញថាទីតាំងវានៅជិតសាលាដែលគាត់រៀនគាត់ក៏ជ្រើសរើសយកទីតាំងអាគារមួយហ្នឹងដើម្បីស្នាក់នៅនឹងឯងអញ្ចឹងនៅថ្ងៃដែលគាត់មកស្នាក់នៅបន្ទប់ហ្នឹងហ្មងថ្ងៃដែលគាត់បាននិយាយចរចាតម្លៃអីមួយគេកក់3ខែមុនអីជាមួយគេរួចអស់អញ្ចឹងពេលថ្ងៃក៏វាធម្មតាវាអត់មានបញ្ហាអីទេរូបភាពអាគារហ្នឹងគឺគួរឲ្យចង់នៅធម្មតាអញ្ចឹងនឹងឯងប៉ុន្តែនៅពេលយប់ទាំងអស់គ្នានឹងអត់គាត់ថាទីតាំងអាផាតមិនមួយហ្នឹងគឺគេមាន3អាគារA B C D A B C ហើយអាគារទាំងអស់ហ្នឹងគឺសិតតែមានមនុស្សជួលនៅពេញទាំងអស់ហើយដែលសំខាន់គឺគេធ្វើផ្លូវដើរសងខាងហើយមានសួននៅកណ្ដាលសម្រាប់ចេញចូលអាផាតមិនហ្នឹងអញ្ចឹងណាហើយនៅចំកណ្ដាលសួនហ្នឹងទៀតទាំងអស់គ្នាគឺគេមានប្រភូមិធំមួយដែលប្រភូមិមួយហ្នឹងគឺគេមានរបៀបថាគឺគេមានសែនមានអីនៅក្នុងរហូតដែលគេរបៀបតាមជំនឿរបស់ប្រទេសគេអញ្ចឹងទៅហើយទីសំខាន់គឺអ្នកដែលទៅសែននៅនឹងភេច្រើនគឺគេទិញឈុតបុរាណអាឈុតរបាំងបុរាណហ្នឹងយកទៅដាក់សែននឹងឈុតនៅប្រភូមិមួយហ្នឹងហើយគាត់និយាយមកគាត់ថាប្រភូមិមួយហ្នឹងវាខុសប្លែកត្រង់ពីប្រភូមិខ្មែរយើងត្រង់ប្រភូមិខ្មែរយើងអាចដាក់សម្រាប់គោរពបូជាឬមួយក៏ឲ្យម្ចាស់ទឹកម្ចាស់ដីតាមថែរក្សាប៉ុន្តែប្រភូមិដែលគាត់ឃើញនៅក្នុងអាផាតមិនមួយហ្នឹងបងប្អូនគឺមិនមែនដាក់ដូចមិនមែនដាក់ឲ្យដូចឲ្យអ្នកតាអីតាមថែផ្សាយទេប៉ុន្តែដូចសកត់ព្រលឹងឬមួយដូចសកត់វិញ្ញាណអីគេនៅក្នុងខុនដូមួយនឹងនៅអាផាតមិនមួយនឹងអញ្ចឹងក៏ថានៅពេលដែលគាត់មកជួលនៅបន្ទប់នឹងស្នាក់នៅហ្មងអស់នេះគឺគាត់មានអារម្មណ៍ថាពេលយប់គឺវាអត់សុខភាពវាគួរឲ្យខ្លាចបើនៅក្រៅបន្ទប់បើនៅខាងក្រៅបន្ទប់ឡើងផ្លូវដើរផ្លូវអីវិញទាំងអស់គ្នាគឺវាងឹតគឺវាមានសភាពម្យ៉ាងគឺដូចក្នុងរឿងខ្មោចអញ្ចឹងគឺវាសភាពអញ្ចឹងរៀងចាស់រៀងអីអញ្ចឹងទៅប៉ុន្តែបើចូលដល់ក្នុងបន្ទប់ហ្នឹងគឺស្អាតដូចបន្ទប់ខុនដូហ្មងនិយាយចំគឺដូចខុនដូតម្លៃថ្លៃប៉ុន្តែនៅក្រៅបន្ទប់នៅតាមផ្លូវដើរផ្លូវអីហ្នឹងគឺគួរឲ្យខ្លាចអញ្ចឹងគាត់ថាគ្រប់ពេលដែលគាត់ដើរកាត់កន្លែងប្រភូមិហ្នឹងគឺគាត់តែមានអារម្មណ៍ថាព្រឺសបល់ហើយខ្លាចដូចមានមនុស្សដែលកំពុងតែតាមមើលគាត់ពីប្រភូមិហ្នឹងមកអញ្ចឹងគាត់អត់អាចដើរកិច្ចពីប្រភូមិហ្នឹងបានដាច់ខាត់គឺត្រូវដើរកាត់តាមប្រភូមិហ្នឹងដោយសារវាមានច្រកចេញតែមួយហ្នឹងឯងហ្នឹងបងប្អូនក្រោយមកទៀតហ្នឹងគាត់ក៏បានរើអីវ៉ាន់រើអីចូលមកនៅក្នុងបន្ទប់ខុនដូបន្ទប់អាផាតមិនមួយហ្នឹងនៅពេលដែលគាត់រើមកចូលនៅក៏វាអត់មានបញ្ហាដែរយប់ទី1ទី2គឺអត់មានបញ្ហាអីទេប៉ុន្តែគាត់រើនៅបានតែមួយខែទាំងអស់គ្នាគឺគាត់រើចេញសូម្បីតែលុយកក់3ខែក៏គាត់យកវិញផងគាត់ថានៅពេលយប់មួយហ្នឹងគឺគាត់ដេកលេងចុចទូរស័ព្ទធម្មតាហើយទម្លាប់របស់គាត់គឺជួយចិត្តលេងទូរស័ព្ទហ្នឹងចូលម៉ោង1ម៉ោង2យប់ចឹងទៅហើយគាត់ដេកហ្នឹងគឺដេកផ្កាប់មុខបដាចុចទូរស័ព្ទបដាអញ្ចឹងនៅពេលដែលគាត់ដេកបដាចុចទូរស័ព្ទបដាហ្នឹងក៏គាត់នឹងមានអារម្មណ៍ថាក្នុងបន្ទប់ដូចមានមនុស្ស2នាក់តែនៅក្នុងបន្ទប់នឹងមានគាត់តែឯងអញ្ចឹងណាចឹងគាត់លេងទូរស័ព្ទយូរទូរស័ព្ទអស់ថ្មគាត់ក៏ងាកខ្លួនទៅយកខ្សែឆ្នាំងសាករបស់គាត់ដើម្បីដោតបញ្ចូលទូរស័ព្ទគ្រាន់តែគាត់ងាកខ្លួនដាក់បញ្ចូលទូរស័ព្ទរួចរាល់ភ្លាមគាត់បែរខ្លួនមកវិញដើម្បីដេកទាំងគ្នាប៉ុន្តែនៅពេលគាត់ងាកទៅភ្លាមគឺគាត់ឃើញមនុស្សប្រុសឈរនៅចុងជើងរបស់គាត់ហើយមនុស្សប្រុសម្នាក់ហ្នឹងគឺមានសភាពធម្មតាជាមនុស្សធម្មតាឈរញឹមដាក់គាត់នៅចុងជើងគាត់នឹងឯងហើយដល់អត់ពេលហ្នឹងគឺគាត់ភ័យខ្លាំងពេកគាត់ដឹងធ្វើឲ្យគាត់ស្ទុះទៅបិទភ្លើងនៅខាងមុខដោយសារតែមុនហ្នឹងគឺគាត់បានបើកភ្លើងភ្លើងព្រមនៅក្បាលថ្នេរគាត់ហ្នឹងគាត់បិទឲ្យវាងឹតស្លុបគាត់ថាបើសិនជាមនុស្សហ្នឹងម្នាក់ហ្នឹងគឺជាមនុស្សហើយច្បាស់ជាចោលដែលចង់ចូលមកក្នុងហ្នឹងធ្វើបាបគាត់ឬក៏ចង់លួចរបស់របរអញ្ចឹងគាត់បិទភ្លើងងឹតឲ្យគាត់ស្រែកមកទៅហឹងគាត់ស្រែករបៀបថាគាត់ស្រែកខ្លាចស្រែកខ្លាំងមែនតើប៉ុន្តែនៅពេលដែលគាត់បើកភ្នែកវិញគាត់បើកភ្លើងវិញប្រុសម្នាក់ហ្នឹងគឺបាត់ទៅវិញបាត់ឆឹងហ្មង
ពេលហ្នឹងឯងដែលគាត់ដឹងថានៅក្នុងបន្ទប់ហ្នឹងគឺមានវិញ្ញាណលងរបស់លងប្រឡាតគាត់អញ្ចឹងទៅអញ្ចឹងបងប្អូនគាត់ថាក្រោយពីគាត់ជួបហេតុការណ៍ហ្នឹងភ្លាមគាត់ទាញទូរស័ព្ទរបស់គាត់ទាំងញ័រដៃទេទៅបន្ទប់ពួកម៉ាក់គាត់ឲ្យមកយកគាត់ទេទៅពួកម៉ាក់គាត់ហ្នឹងឲ្យមកយកគាត់ទៅដេកជាមួយហងគាត់ហ៊ានចេញពីបន្ទប់ហ្នឹងទេហើយគាត់ខ្លាចបន្ទប់ហ្នឹងខ្លាំងមែនតើអញ្ចឹងគាត់ក៏បានចេញពីបន្ទប់ហ្នឹងទៅក្រោយពីចេញពីបន្ទប់ហ្នឹងហើយគាត់ដេកជាមួយពួកម៉ាក់គាត់មកយប់ព្រលឹមឡើងគាត់ឲ្យពួកម៉ាក់គាត់មកជូនគាត់មកយកវិញដើម្បីមកយកកៅអៅយកអីទៅស្លៀកពាក់ទៅសាលាទៅអីអញ្ចឹងក្រោយពីទៅសាលារួចគាត់ហ្នឹងក៏ត្រឡប់មកបន្ទប់ហ្នឹងវិញដើម្បីមកយកកៅអៅខ្លះទៅដេកនៅបន្ទប់ពួកម៉ាក់គាត់ហ៊ានដេកបន្ទប់ហ្នឹងទៀតទេគាត់ដើរមកបន្ទប់គាត់ភ្លាមទាំងអស់គ្នាគាត់បានឃើញសន្តិសុខ2នាក់គេបានសែងសាកសពមួយហ្នឹងចេញពីបន្ទប់នៅគៀនគាត់អញ្ចឹងគាត់ក៏មើលរបៀបមើលឆ្ងល់អញ្ចឹងដល់ពេលសាកសពមួយហ្នឹងក៏របៀបថារបូតកសែងនេះឲ្យគាត់ឃើញមុខសាកសពដែលគេរើចេញពីក្នុងបន្ទប់ហ្នឹងយកមកគឺជាសាកសពមនុស្សប្រុសដែលបាទគឺជាខ្មោចមនុស្សប្រុសដែលលងគាត់ជុំមិញនឹងឯងទាំងអស់គ្នាហើយនៅពេលហ្នឹងគឺគាត់ញ័រដៃញ័រជើងគាត់សួរហ្មងថាបងម្នាក់ហ្នឹងស្លាប់ដោយសារអីគេនិយាយថាគាត់ហ្នឹងប្រហែលជាខ្យល់កោស្លាប់តែឯងតាមមើលសភាពគឺស្លាប់ប្រហែលជា2ថ្ងៃហើយអញ្ចឹងអារម្មណ៍របស់គាត់ពេលហ្នឹងទាំងអស់គ្នាគឺគាត់នៅក្នុងខ្លួនទេគាត់សម្រេចថារើចេញពីកន្លែងហ្នឹងហ្មងគាត់អាចនៅនឹងទៀតទេហើយដែលសំខាន់ហ្នឹងគាត់ជឿថាជាខ្មោចមនុស្សប្រុសដែលមកលងគាត់ជុំមិញហ្នឹងអាចនឹងមកប្រាប់ថាអាចនឹងមកបង្ហាញខ្លួនឲ្យគាត់ឃើញហើយដើម្បីបញ្ជាក់ថាគាត់នឹងបានទៅហើយរបៀបអញ្ចឹងទាំងគ្នានឹងទៅតាមឲ្យគាត់គិតទេអញ្ចឹងទាំងគ្នាតាមពិតរឿងដែលគាត់ចែកម្លែកតាក់ទងជាមួយនឹងរឿងapartment ដែលគាត់ជួលនៅទាំងគ្នាគឺវាមានច្រើនទៀតគ្រាន់តែគាត់បានចែកម្លែកមកតែប៉ុណ្្នឹងសិននេះអញ្ចឹងខ្ញុំក៏យកមកនិយាយប៉ុណ្្នឹងសិនទៅហើយបើសិនជាគាត់ចែកម្លែកមកបន្តទៀតចាំខ្ញុំយកនិយាយមកចាំខ្ញុំយកនិយាយបន្តទៀតដល់ទាំងគ្នាស្ដាប់ហើយសិនទាំងគ្នាចង់ស្ដាប់វគ្គបន្តរបស់រឿងគាត់តាក់ទងមួយ apartment មកកន្លែងហ្នឹងអាច comment នៅខាងក្រោមនឹងបានហើយខ្ញុំនឹងដាក់រូបមកបន្តិចដើម្បីឲ្យទាំងគ្នាមានអារម្មណ៍ថាជា apartment មួយណាខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ